តើខ្មែរហ៊ានផ្ទុះអាវុធជុំទី3ជាមួយថៃទេនៅក្នុងកិច្ចសម្ភារនោះពិធីករថៃបានចោទសួរចំទៅកាន់លោកឧត្តមសេនីយ៍តូវិនថៃអេស៊ូវ៉ារីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃអំពីសកម្មភាពរបស់ភាគីកម្ពុជាដោយបានប្រើប្រាស់ពាក្យសម្ដីឌឺដងនិងចោទប្រកាន់ថាកម្ពុជាអាចនឹងមានបំណងបើកសមរភូមិប្រយុទ្ធជាលើកទី3ជាមួយភាគីថៃឬយ៉ាងណាទោះជាយ៉ាងណាក៏ដោយការលើកឡើងនេះត្រូវបានបដិសេធភ្លាមដោយមន្ត្រីយោធាជាន់ខ្ពស់របស់ថៃความอยากรู้ของประชาชนกันแล้วกันอย่างงี้เขาบอกว่าเขมรเนี่ยนะลักษณะเนี้ยนะกวนแบบเนี้ยเหมือนจะเปิดรอบ3กับเราយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរូបនេះផ្អែកលើទិន្នន័យនិងព័ត៌មានសម្ងាត់ខាងយោធាដែលទទួលបានយ៉ាងគ្រប់ជ្រុងជ្រោយគឺមិនមានសញ្ញាណាមួយដែលបង្ហាញថាភាគីកម្ពុជាមានបំណងចង់បើកការវាយប្រហារឬបង្កសង្គ្រាមនោះឡើយលោកបានសង្កត់ធ្ងន់ថារាល់សម្លេងផ្ទុះអាវុធតូចតាចដែលធ្លាប់បានកើតឡើងកន្លងមកគឺគ្រាន់តែជាការយល់ច្រឡំឬជាបញ្ហាបច្ចេកទេសនៅថ្នាក់ក្រោមរបស់ទាហានឈរជើងតែប៉ុណ្ណោះហើយវាមិនមែនជាគោលបំណងឬជាបញ្ជាដែលចេញពីថ្នាក់ដឹកនាំកម្ពុជានោះទេของในระดับของผู้ปฏิบัติงานจะไม่ได้เกี่ยวกับในระดับอื่นអ្នកនាំពាក្យកងទ័ពថៃរូបនេះបានបន្តថាគិតមកទល់ពេលនេះស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅតែរក្សាបាននូវភាពស្ងប់ស្ងាត់និងមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរបន្តពីលើនេះលោកឧត្តមសេនីយ៍ឯកវិនថៃស៊ូវ៉ារីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានបញ្ជាក់ពីមូលហេតុដែលខ្មែរមិនហ៊ានផ្ទុះជុំទី3គឺខ្មែរបានដឹងខ្លួនឯងយ៉ាងច្បាស់ហើយสิ่งที่เกิดขึ้นเนี่ยไม่ได้หมายความว่าการได้ยินเสียงอาวุธหรือเสียงระเบิดเนี่ยจะหมายถึงการที่ตั้งใจจะคุกคามไม่ใช่จะเป็นเรื่องของความไม่ได้เรื่องของกำลังพลหรือ Like, share and follow more